សូមជូនកម្មវិធីជីវិតនិងសុខភាពផ្លូវចិត្តកម្មវិធីនេះបង្កើតឡើងដើម្បីធ្វើការផ្សព្វផ្សាយពីសារៈសំខាន់នៃចិត្តវិទ្យាសម្រាប់មនុស្សទូទៅឲ្យយល់ដឹងពីគុណតម្លៃនៃការប្រើប្រាស់ចិត្តវិទ្យាដោយផ្សារភ្ជាប់ទៅនឹងការរស់នៅប្រចាំថ្ងៃដោយមានគោលបំណង3យ៉ាងគឺ 1. លើកកម្ពស់ការយល់ដឹងពីបញ្ហាចិត្តសាស្ត្រនៅក្នុងជីវភាពរស់នៅ 2. លើកកម្ពស់ការអនុវត្តវិធីសាស្ត្រចិត្តវិទ្យាក៏ដូចជាដំណោះស្រាយទៅលើបញ្ហាចិត្តសាស្ត្រ 3. បង្កើតគុណភាពជីវិតសុខុមាលភាពប្រជាពលរដ្ឋទូទៅឲ្យរស់នៅប្រកបដោយសុខសន្តិភាពផ្លូវចិត្តកម្មវិធីជីវិតនិងសុខភាពផ្លូវចិត្តធ្វើការផ្សាយចេញពីស្ថានីយ៍វិទ្យុ Cool FM 100.7 MHz នៅរាជធានីភ្នំពេញរៀងរាល់ថ្ងៃសៅរ៍អាទិត្យចាប់ពីវេលាម៉ោង 5 ដល់ម៉ោង 6 ល្ងាចចាអនុញ្ញាតឲ្យកាយគ្រប់នឹងជំរាបសួរទៅដល់ប្រិយមិត្តដែលកំពុងបើកស្ដាប់កម្មវិធីផ្សាយពីស្ថានីយ៍វិទ្យុ Cool FM 100.7 ដែលផ្សាយចេញពីរាជធានីភ្នំពេញលោកអ្នកកំពុងស្ដាប់កម្មវិធីជីវិតនិងសុខភាពផ្លូវចិត្តដែលកម្មវិធីនេះជាការរៀបចំដោយក្រុមនិស្សិតអញ្ជើញមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញដើម្បីជាការចូលរួមនៅក្នុងការចែករំលែកនៅបទពិសោធន៍ក៏ដូចជាជីវិតរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋអំពីសារៈប្រយោជន៍នៃការយល់ដឹងតាក់ទងជាមួយនឹងសុខភាពផ្លូវចិត្តចាហើយថ្ងៃនេះផ្ទាល់គឺមានតំណាងក្រុម2រូបដែលបានអញ្ជើញចូលរួមមានវត្តមានប្អូនប្រុសក៏ដូចជាប្អូនស្រីចាជាដំបូងនេះអនុញ្ញាតជម្រាបសួរទៅកាន់ប្អូនស្រីដែលជាតំណាងក្រុមអញ្ជើញមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញចាជម្រាបសួរចាអនុញ្ញាតជម្រាបសួរបងស្រីក៏ដូចជាស្វាគមន៍ទៅកាន់ប្រិយមិត្តទាំងអស់គ្នាដែលកំពុងតែបើកស្ដាប់នៅក្នុងកម្មវិធីចាជីវិតនិងសុខភាពផ្លូវចិត្តចាជីវិតនិងសុខភាពផ្លូវចិត្តនេះផងដែរហើយក៏សូមធ្វើការជម្រាបសួរទៅដល់អ៊ំពូម៉ែពុកមីងបងប្អូនទាំងអស់ដែលកំពុងតែបើកស្ដាប់នៅក្នុងកម្មវិធីនាងខ្ញុំមានឈ្មោះថាកាំងជីមីជានិស្សិតចិត្តវិទ្យាឆ្នាំទី3ដែលអញ្ជើញមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញចាអរគុណបងស្រីកាំងជីមីជម្រាបសួរទៅកាន់ចាបងប្អូនប្រុសវិញម្ដងអនុញ្ញាតជម្រាបចាឈ្មោះទៅកាន់ប្រិមិត្តដែលកំពុងតែបើកស្ដាប់ទាំងអស់គ្នាចាបាទជម្រាបសួរបងស្រីនិងសូមជម្រាបសួរប្រិយមិត្តដែលកំពុងតាមដានស្ដាប់កម្មវិធីជីវិតនិងសុខភាពផ្លូវចិត្តផងដែរបាទខ្ញុំបាទឈ្មោះកុសលឌីណាជាអ្នកនៅក្នុងក្រុមផងដែរដែលមានតួនាទីជាអ្នកស្រាវជ្រាវនៅក្នុងក្រុមបាទចាអរគុណបងប្អូនប្រុសក៏ដូចជាបងប្អូនស្រីដែលតំណាងក្រុមនីមួយៗអញ្ជើញចូលរួមនៅថ្ងៃនេះហើយថ្ងៃនេះផ្ទាល់ចាយើងមានសំណួរល្អៗជាច្រើនតាក់ទងជាមួយនឹងចាអត្ថប្រយោជន៍នៃការយល់ដឹងតាក់ទងជាមួយនឹងចាបញ្ហាសុខភាពផ្លូវចិត្តប៉ុន្តែវគ្គក្រោយនឹងធ្វើការជម្រាបសួរទៅកាន់បងប្អូនដែលជាតំណាងក្រុមទាំងពីររូបផងដែរនៅពេលនេះសូមពេលវេលាសម្រាប់បន្តិចសិនហើយវគ្គក្រោយយើងនឹងជួបគ្នាចាជួបជាមួយនឹងបទចម្រៀងពីកម្មវិធីរបស់យើងមួយបទសិនចាអរគុណសូមស្វាគមន៍កម្មវិធីចាជីវិតនិងសុខភាពផ្លូវចិត្តវគ្គទី2នៅក្នុងកម្មវិធីរបស់យើងហើយចាវគ្គនេះក៏ត្រៀមមានសំណួរដើម្បីជម្រាបសួរទៅកាន់បងប្អូនដែលតំណាងក្រុមទាំងពីររូបផងដែរហើយការពីម្សិលមិញចាលោកវិក្មិនលោកដែលបានអញ្ជើញចូលរួមក៏លោកបានបកស្រាយយ៉ាងចាលម្អិតដែរតាក់ទងជាមួយនឹងបញ្ហាចានៃចាតាក់ទងជាមួយនឹងចិត្តវិទ្យាទាំងឡាយដែលនៅក្នុងនោះយើងដឹងហើយថាចាការកើតមាននៅបញ្ហាផ្លូវចិត្តនេះវាខ្លះវាជារឿងដ៏ធ្ងន់ធ្ងរដែលប្រជាជនរបស់យើងពេលខ្លះអត់ដឹងថាខ្លួនឯងនឹងកំពុងតែចាកើតនៅបញ្ហាផ្លូវចិត្តអញ្ចឹងហើយបានជាបងប្អូន
ដែលអញ្ជើញមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលជាអ្នកតំណាងក្រុមទាំងពីររូបថ្ងៃនេះបានចាចូលរួមក៏ដូចជាមាននៅចាចម្លើយនៅក្នុងការបកស្រាយរាល់សំណួរផ្សេងៗផងដែរចាហើយជាបឋមនេះចានាងខ្ញុំចង់ជម្រាបសួរទៅកាន់បងអូនស្រីចាជីមីចាសំណួរនោះសួរថាតើបុគ្គលផ្ទាល់ចាទទួលបាននៅអត្ថប្រយោជន៍អ្វីខ្លះបើគាត់យល់ដឹងតាក់ទងជាមួយនឹងចំណេះដឹងផ្នែកចិត្តសាស្ត្រចា សូមអរគុណសម្រាប់សំណួររបស់បងស្រីយើងដឹងហើយថាពាក្យថាចិត្តសាស្ត្រគឺយើងអាចយកទៅប្រើប្រាស់នឹងដូចជាការអនុវត្តនៅក្នុងវិស័យផ្សេងៗហើយក៏ដូចជាក្នុងរដ្ឋាភិបាលផងដែរប៉ុន្តែនៅក្នុងប្រធានបទយើងថ្ងៃនេះយើងផ្ដោតសំខាន់តើចិត្តសាស្ត្រមានសារៈប្រយោជន៍អ្វីខ្លះសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃអញ្ចឹងខ្ញុំសូមផ្ដោតសំខាន់ទៅលើបុគ្គលពិតជាមានសារៈសំខាន់ខ្លាំងណាស់បើសិនជាគាត់មានលទ្ធភាពមានចំណេះដឹងជាមូលដ្ឋានក្នុងផ្នែកចិត្តសាស្ត្រមានបុគ្គលមួយចំនួនសកម្មភាពការគិតរបស់គាត់ធ្វើឲ្យគាត់មានការស្ដាយក្រោយដោយសារតែការគិតខុសរបស់គាត់ខ្ញុំលើកឧទាហរណ៍មួយបុគ្គលម្នាក់គាត់សម្រេចចិត្តថាគាត់នឹងចាប់ផ្នែកមួយជាដុកទ័រប៉ុន្តែគាត់អត់បានស្វែងយល់អំពីភាពខ្លាំងភាពខ្សោយរបស់គាត់ស្វែងយល់ពីសម្បទារបស់គាត់តើគាត់ត្រូវមានអ្វីខ្លះដើម្បីឲ្យស័ក្តិសមជាវិជ្ជបណ្ឌិតម្នាក់ដូច្នេះយើងត្រូវតែសង្កេតមើលតើការសិក្សារបស់គាត់ខ្លាំងទៅលើមុខវិជ្ជាអីខ្លះតើគាត់មានសមត្ថភាពខាងគីមីវិទ្យាខ្លាំងទេជីវវិទ្យាខ្លាំងទេគណិតវិទ្យាយ៉ាងម៉េចដែរហើយដើម្បីប្រឡងបានចូលរៀនជាដុកទ័រម្នាក់ហ្នឹងតើគេតម្រូវឲ្យគាត់មានអ្វីខ្លះដូច្នេះនៅពេលដែលគាត់បានដឹងគាត់នឹងត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញនៅអ្វីដែលថាជាភាពជាវិជ្ជបណ្ឌិតម្នាក់ចាគាត់នឹងបំពេញបានយ៉ាងល្អហើយមានបុគ្គលខ្លះគាត់សម្រេចចិត្តថាគាត់នឹងរៀនគាត់នឹងខ្លាចជាដុកទ័រម្នាក់ប៉ុន្តែនៅពេលដែលគាត់ចំណាយពេលវេលាជាច្រើនចំណាយថវិកាជាច្រើនដើម្បីធ្វើការសិក្សារៀនសូត្រប៉ុន្តែធាតុពិតសមត្ថភាពរបស់គាត់អត់មានអត្តចរិតរបស់គាត់អត់ស័ក្តិសមគាត់ខ្ជិលច្រអូសគាត់អត់សូវអាសាទេមុខវិជ្ជាទាំងអស់នោះក៏គាត់អត់ខ្លាំងដែរអញ្ចឹងសួរថានៅទីបញ្ចប់ការចំណាយទាំងពេលវេលាទាំងថវិកាគាត់ទទួលបានអ្វីមួយវិញចុងក្រោយគាត់នៅតែបោះពាក្យសម្ដីថាអូគាត់មានការសោកស្ដាយណាស់ដោយការជ្រើសរើសខុសរបស់គាត់ហើយវាមិនត្រឹមតែប៉ុណ្ណោះទេជាមួយនឹងតំណែងតំណងក៏ដូចគ្នាដែរតំណែងតំណងពិតជាសំខាន់ណាស់សម្រាប់បុគ្គលម្នាក់នៅពេលណាដែលយើងបានសិក្សាស្គាល់ពីខ្លួនឯងក៏យើងអាចស្គាល់អំពីអ្នកដទៃដែរដោយពាក្យចាស់មួយក៏តែងតែនិយាយថាបើសិនជាយើងមិនចង់ឲ្យគេធ្វើទង្វើហ្នឹងដាក់យើងក៏ធ្វើទង្វើហ្នឹងដាក់ទៅលើគេមានបញ្ហាជាច្រើននៅក្នុងតំណែងតំណងដោយសារតែយើងគិតថាយើងអាចរាប់អានឬក៏អាចចងសម្ព័ន្ធភាពជាមួយនឹងបុគ្គលនឹងម្នាក់បានដោយសារតែលុះតែគេមានអីដូចយើងគេនិយាយអីខុសចិត្តយើងសម្ដែងអាកប្បកិរិយាខុសយើងគឺយើងចាត់ទុកគេថាអត់ល្អប៉ុន្តែនៅពេលដែលយើងដឹងពីវិធីសាស្ត្រយើងដឹងថាបុគ្គលម្នាក់កើតនៅកន្លែងខុសគ្នាការអប់រំខុសគ្នាដូច្នេះការគិតនិងសម្ដែងនៅអាកប្បកិរិយារបស់មនុស្សខុសគ្នាដូច្នេះនៅពេលដែលយើងទទួលយកអ្វីទាំងអស់នឹងហើយយើងយល់ទាំងអស់នឹងហើយសកម្មភាពរបស់អ្នកដទៃឬក៏មិត្តភក្តិយើងជ្រុលជ្រោះឬក៏ឆ្គាំឆ្គងមួយចំនួនយើងនឹងមិនធ្វើការប្រកាន់អូសទោសដំណើរគាត់ហើយក៏ដូចជាយើងអាចពង្រឹងនៅចំណងស្ព័ន្ធភាពយើងកាន់តែល្អដែរចាអរគុណចាអរគុណអំបញ្ញមិញនេះបងប្អូនដែលកំពុងបានស្ដាប់ជានិស្សិតក៏ដូចជាបងប្អូនវិជ្ជាបរិបទទូទៅបានយល់ដឹងហើយអ្វីដែលចាបងប្អូនស្រីចាជីមីបានលើកឡើងអញ្ចឹងថាតើចាឌីណាមានអ្វីជាការបន្ថែមពីលើជីមីដែលគាត់បានជម្រាបជូនអំបញ្ញមិញទេចាសូមអញ្ជើញបាទសូមអរគុណបងបាទជាមួយគ្នានឹងដែរខ្ញុំសូមភ្ជាប់ជាមួយនឹងជីមីដែលគាត់បានលើកឡើងទាក់ទងនឹងការជ្រើសរើសនៅមុខជំនាញនៃការសិក្សាផងដែរតើទៅនឹងការជ្រើសរើសជំនាញផ្នែកសិក្សាពេទ្យអញ្ចឹងអ្នកដែលជ្រើសរើសហ្នឹងគាត់ត្រូវដឹងផងដែរថាតើភាពខ្លាំងរបស់គាត់ជាអីភាពខ្សោយរបស់គាត់ជាអីយើងត្រូវដឹងថាភាពខ្លាំងក្នុងការរៀនវិជ្ជាពេទ្យ
យើងទាំងណាមានកណិតវិទ្យាជីវៈអីហ្នឹងត្រូវតែខ្លាំងបាទអញ្ចឹងក្នុងនាមជាយើងចង់រៀនចិត្តក្នុងនាមយើងចង់រៀនជាពេទ្យជាដុកទ័រម្នាក់តើយើងមានគុណសម្បត្តិនឹងទាំងអស់នឹងអត់ហើយមួយទៀតនៅពេលដែលយើងរៀនពេទ្យយើងត្រូវដឹងថាយើងនឹងខ្លាចអីដែរអត់ព្រោះរៀនពេទ្យយើងដឹងហើយថាយើងត្រូវការរៀនសិក្សាផ្ទាល់ដូចជាការវះកាត់ការឃើញឈាមការឃើញអីអញ្ចឹងបើសិនជាយើងជាអ្នកនេះបើសិនយើងជាអ្នកចង់រៀនពេទ្យប៉ុន្តែយើងជាមនុស្សម្នាក់ដែលខ្លាចឈាមឃើញឈាមគឺស្លាប់ចាបាទឃើញឈាមស្លាប់ហើយណាមួយឃើញការវះកាត់អីមួយអត់រៀនទេគ្រាន់តែគេពិសោធន៍ភ្លាមពិសោធន៍នៃការវះកាត់ភ្លាមដួលស្លាប់ពុកអាហ្នឹងតើយើងអាចធ្វើបានអត់បើសិនជាយើងដឹងខ្លួនឯងថាអូភាពផ្សាយរបស់ខ្ញុំខ្លាចឈាមហើយអាការវះកាត់អីក៏ខ្ញុំអត់ហ៊ានខ្ញុំញើតគ្រាន់តែលឺអីតិចតួចខ្ញុំភ័យរន្ធត់ស្លាប់បាត់ហើយអញ្ចឹងយើងបើសិនជាយើងដឹងភាពផ្សាយរបស់ខ្លួនឯងអញ្ចឹងយើងប្រហែលជាត្រូវគិតឡើងវិញថាតើខ្ញុំគួររៀនពេទ្យបានអត់បាទដូចគ្នានឹងភាពខ្លាំងបើសិនជាយើងអូខេខ្ញុំខ្លាចឈាមខ្ញុំមិនខ្លាចឈាមទេការវះកាត់អីធម្មតាការជួយអ្នកដទៃអីគឺជាចិត្តខ្ញុំចង់តែម្ដងគឺខ្ញុំចង់ជួយអ្នកដទៃនៅពេលដែលមានបញ្ហាមានជំងឺហ្នឹងខ្ញុំចង់ជួយពួកគាត់អញ្ចឹងយើងដឹងឲ្យខ្លួនឯងថាខ្ញុំអត់អីអាហ្នឹងជាការជ្រើសរើសមួយផងដែរដែលយើងមានភាគរយច្រើននៅក្នុងការរៀនជំនាញពេទ្យមួយដែលមានភាពខ្លាំងផងដែរបាទជាមួយនឹងដែរមួយទៀតយើងទៅមើលទៅលើវិស័យខាងពាណិជ្ជកម្មវិញបើសិនជាយើងស្គាល់ខ្លួនឯងឧទាហរណ៍បើសិនជាការបង្កើតអាជីវកម្មមួយអញ្ចឹងការបង្កើតអាជីវកម្មយើងដឹងហើយថាតើនៅពេលដែលយើងទៅបើកនេះមានគេលក់ដូចយើងអត់ហើយតើបើសិនជាគេមានលក់ដូចយើងតើយើងត្រូវធ្វើម៉េចដើម្បីឲ្យគេមករកយើងព្រោះថាឧទាហរណ៍បើសិនជាគេលក់ទូរស័ព្ទមួយអញ្ចឹងមកទូរស័ព្ទមកផ្សារហ្នឹងគឺមានទាំងអស់អញ្ចឹងយើងលក់ដូចគេដែរទីមួយយើងត្រូវសិក្សាទៅលើតម្លៃថាតើទៅលើតម្លៃហ្នឹងយើងលក់ដូចគេអត់ហើយតែយើងត្រូវដឹងថាតើចិត្តនៅពេលដែលយើងលក់ហ្នឹងយ៉ាងម៉េចសេវារបស់យើងយ៉ាងម៉េចការរាក់ទាក់របស់យើងយ៉ាងម៉េចបាទអញ្ចឹងយើងត្រូវសិក្សាទៅលើហ្នឹងហើយទីមួយទៀតមនុស្សនៅពេលដែលការលក់ដូរការទិញអីហ្នឹងតែងតែចង់បានរបស់ថែមឯអ្វីក៏ដោយអញ្ចឹងបើសិនជាតម្លៃអីដូចគ្នាតែយើងត្រូវធ្វើម៉េចឲ្យបានដូចគេអញ្ចឹងយើងត្រូវសិក្សាទៅលើអាហ្នឹងបាទបើគេបើកអាជីវកម្មធំគេមានការ research លក្ខណៈសម្រាប់អាជីវកម្មមកគេថាទៅលើចំណង់ចំណូលចិត្តរបស់អតិថិជនតើអតិថិជនហ្នឹងគាត់ចង់បានអីគាត់ចង់ចំណូលចិត្តទៅលើប្រភេទអីពណ៌អីហើយនៅពេលគាត់មកទិញហ្នឹងតើគាត់ចង់បានរបស់អីទៅវិញបាទដូចជាការអាវយឺតឬក៏វត្ថុអនុស្សាវរីយ៍ផ្សេងៗដើម្បីជាការលើកទឹកចិត្តដល់គាត់ដែលជួយមកទិញដល់ហាងគាត់ហ្នឹងបាទចាអរគុណអញ្ចឹងអ្វីដែលចាឌីណាបានបន្ថែមពីលើជីមេដែលបានបកស្រាយនៅសំណួរដែលនេះខ្ញុំបានចោទសួរឃើញថាក្បោះក្បាយមែនតែនដែលក្នុងនឹងអ្វីដែលយើងគួរតែយល់ដឹងតាក់ទងជាមួយនឹងអត្ថប្រយោជន៍ចានៃផ្នែកចិត្តសាស្ត្រនេះផ្ទាល់តែម្ដងអរគុណសូមពេលវេលាពីលោកអ្នកសម្រាប់បន្តិចសិនជួបគ្នានៅវគ្គក្រោយជាបន្តចាយើងនឹងផ្ដល់ជូននៅសំណួរជាបន្តទៅកាន់ប្រិយមិត្តអ្នកស្ដាប់ផងដែរចាសសូមអរគុណសូមស្វាគមន៍មកកាន់វគ្គទី3របស់យើងជាបន្តទៀតដែលការពីវគ្គទី2បងប្អូនទាំងពីរដែលជាតំណាងក្រុមអញ្ជើញមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញក៏បានចាបកស្រាយយ៉ាងក្បោះក្បាយហើយតាក់ទងជាមួយនឹងសំណួរដែលនេះខ្ញុំបានចោទសួរហើយចាវគ្គនេះមិនខុសពីវគ្គទី2ទេចានឹងជម្រាបសួរនៅសំណួរជាបន្តទៀតដើម្បីធ្វើការចាឲ្យបងប្អូនចាទាំងពីរនៅក្នុងការបកស្រាយចាសំណួរជាបន្តចាសម្ដៅដល់ឌីណាបងចង់សួរថាតើចាការប្រើប្រាស់ចិត្តសាស្ត្រនៅក្នុងគ្រួសារនឹងមានសារៈប្រយោជន៍អ្វីខ្លះចាបាទសូមអរគុណបងសម្រាប់សំណួរបាទសួរថាតើការប្រើប្រាស់ចិត្តវិទ្យាមានប្រយោជន៍អ្វីខ្លះចំពោះគ្រួសារបាទបើយើងនិយាយទៅលើគ្រួសារវាពិតជាមានភាពប្រកម្មប្រកោសបាទមិនថាគ្រួសារណាមិនថាគ្រួសារណាទេភាពស្រឡាញ់របស់គាត់វាមានច្រើនការពីស្រឡាញ់ដំបូងវាមានច្រើនប៉ុន្តែនៅពេលដែលយើងរស់នៅជាមួយគ្នាបញ្ហាវាតែងតែកើតឡើងហើយប៉ុន្តែខណៈពេលដែលកើតឡើងបញ្ហានេះសួរថាតើយើងទៅធ្វើដូចម្តេចឆ្លោះប្រកែកគ្នារក
រកហេតុផលយកឈ្នះរៀងខ្លួនបាទអាហ្នឹងតើយើងទៅធ្វើដំណេញអញ្ចឹងចំពោះបញ្ហាគ្រួសារវាមានច្រើនអញ្ចឹងនៅពេលដែលយើងមានបញ្ហាសួរថានៅគ្រួសារយើងត្រូវចេះមានភាពយោគយល់គ្នានៅពេលយើងមានបញ្ហានៅពេលប្តីធ្វើការប្រពន្ធធ្វើការមកពីធ្វើការវិញហត់អញ្ចឹងយើងត្រូវដឹងថាប្រពន្ធខ្ញុំក៏ធ្វើការខ្ញុំទៅធ្វើការអត់មានប្រកាន់ទូនាទីគ្នាថាបងឯងធ្វើការអញ្ចឹងបងក៏ធ្វើការអូនជាស្ត្រីអូនត្រូវដាំបាយលាងចានធ្វើផ្ទះទៅបងប្រុសបងនៅដេកមើលទូរទស្សន៍អីចឹងទៅបាទអាហ្នឹងយើងត្រូវមានភាពយោគយល់គ្នាផងដែរយើងអត់ប្រកាន់ទូនាទីពួកយើងទៅធ្វើការដូចគ្នាអញ្ចឹងហើយបើសិនជាយើងអត់មានការយោគយល់គ្នាត្រង់ចំណុចហ្នឹងធ្វើការបានដំបូងទ្រាំបានការរស់នៅជាមួយគ្នានៅជីវិតដំបូងគឺរស់បានប៉ុន្តែភាពអាទ្រាំនេះវាអត់អាចទុកបានយូរទេវាអាចទុកបានយូរអញ្ចឹងវានឹងបញ្ចេញពេលណាមួយនៅពេលដែលមានការឆ្លោះគ្នាបញ្ចេញការឆ្លោះគ្នាបើសិនយើងទុកបានខ្លះយើងអត់អីប៉ុន្តែបើសិនទុកបានទុកមិនទុកអត់បានហើយវាបញ្ចេញមកវាអាចមានបញ្ហាប្រើអំពើហិង្សាឬក៏ឆ្លោះប្រកែកគ្នាទៅវាអាចមានបែកបាក់ការគ្រួសារអញ្ចឹងនៅពេលដែលជាចំណុចហ្នឹងដែលយើងត្រូវស្វែងយល់ថាយើងត្រូវប្រើលក្ខណៈចិត្តសាស្ត្របន្តិចលួងលោមគ្នាយើងត្រូវជួយគ្នាប្តីដាំបាយប្រពន្ធលាងចានប្តីបោកកៅអៅប្រពន្ធមើលកូនអាហ្នឹងវាជាភាពយោគយល់គ្នាទៅវិញមកធ្វើឲ្យគ្រួសារហ្នឹងវាមានភាពរកាំរកោសមិនប៉ុន្តែវាមានតិចតួចណាព្រោះមានការយោគយល់គ្នាហើយមួយទៀតបើសិនជាមានបញ្ហាតើបញ្ហាហ្នឹងវាកើតឡើងដោយសារអីកុំចោទគ្នារកឈ្នះរៀងខ្លួនយើងត្រូវសួរថាហេតុអីបានបងធ្វើអញ្ចឹងហេតុអីអូនធ្វើអញ្ចឹងយើងត្រូវសួរហេតុផលថាហេតុផលហ្នឹងវាមកពីអីហើយយើងចូលរួមដោះស្រាយទាំងអស់គ្នាបើសិនជាយើងព្យាយាមយកឈ្នះរៀងខ្លួនបញ្ហាហ្នឹងវាដោះស្រាយបានប៉ុន្តែមានអ្នកចាញ់កាលណាមានអ្នកចាញ់មានមួយអន់សពុនចិត្តហើយកាលណាអត់សពុនចិត្តវាបានតែម្ដងពីរដងនៃកាលណាតែផ្ទុកយូរវាមានបញ្ហាកាន់តែច្រើនអាហ្នឹងយើងត្រូវសិក្សាទាំងអស់គ្នាថាបញ្ហាវាកើតឡើងដោយសារអត់បាននិយាយគ្នាអត់បានយោគយល់គ្នាហ្នឹងបាទសូមអរគុណចាអរគុណចាអរគុណឃើញថាឌីណាបាយនេះនិយាយតាក់ទងជាមួយនឹងគ្រូសាណាគឺបញ្ហាចាផ្លូវចិត្តអញ្ចឹងចាត្រឡប់សំណួរនេះបន្ថែមទៅលើអ្វីដែលបងសួរតាចាទៅកាន់ជីមីវិញជីមីមានអ្វីដើម្បីជាការចាបន្ថែមទៅលើចាអធិស្ឋានសូមអញ្ជើញចាអរគុណសំណួរបងស្រីហើយក៏សូមបន្ថែមទៅលើមតិដ៏ក្បោះក្បាយរបស់ឌីណាបាននិយាយច្រើនហើយមិញហ្នឹងឃើញថាមានការក្បោះក្បាយល្អណាស់យើងត្រូវកំណត់ឲ្យបានច្បាស់ថាអ្វីទៅជាភាពជាដៃគូភាពដៃគូគឺមានន័យថាបុគ្គលទាំងសងខាងហ្នឹងចង់និយាយថាគាត់បំពេញនៅលក្ខខណ្ឌ3ទី1គឺអ្នកស្រឡាញ់ខ្ញុំចាទី2ខ្ញុំស្រឡាញ់អ្នកហើយអ្នកគឺជាបុគ្គលដែលស័ក្តិសមនឹងទទួលនៅក្តីស្រឡាញ់មួយនោះការចាប់ដៃគ្នាជាដៃគូមានន័យថាគាត់នឹងដើរផ្លូវជីវិតមួយរួមគ្នាហើយគាត់ត្រូវតែត្រៀមទាំងសុខទាំងទុក្ខគឺគាត់មិនបែកគ្នាទេប៉ុន្តែហេតុអីក៏បញ្ហាកើតឡើងនៅពេលដែលស្រឡាញ់ដំបងអ្វីដែលគាត់គិតគឺពោពេញទៅដោយសុភមង្គលយើងធ្វើអីក៏សុខយើងធ្វើអីក៏សប្បាយដែរប៉ុន្តែគាត់អាចទុះទាយមើលស្មានមើលទេថាជីវិតជាដៃគូនឹងមានអ្វីខ្លះកើតឡើងគឺមានបញ្ហាច្រើនណាស់ដែលគាត់មិនបានត្រៀមខ្លួនក្នុងការទទួលយកនៅបញ្ហាទាំងអស់នោះទេខាងបរោះគាត់ប្រកាន់ផ្សេងទៅខាងនារីគាត់ប្រកាន់ផ្សេងទៅដូចឌីណាលើកឡើងឲ្យថាគ្មានគ្រួសារឯណាដែលមិនមានភាពរកាំរកោសទេមាត់ហើយនឹងថ្មិញតែងតែតុងកិច្ចគ្នាអញ្ចឹងហើយបញ្ហាភាពជាដៃគូនេះអាចសហការគ្នាអាចរួមផ្លូវជីវិតជាមួយគ្នាមួយជីវិតបានដរាបណាដែលយើងមានក្តីករុណាការដែលយល់និងការឲ្យតម្លៃទៅលើដៃគូរបស់យើងបានយល់ពីគាត់ទេបើសិនជាយើងយល់ពីគាត់ការប្រច័ណ្ឌក៏អត់កើតមានដែរអំពើហិង្សានិងចំនួនច្រើនដែលកើតឡើងពីការប្រច័ណ្ឌរបស់ដៃគូរៀងៗខ្លួនហ្នឹងហេតុអីក៏មានការប្រច័ណ្ឌកើតឡើងដោយសារតែគាត់មិនបានយល់ពីដៃគូរបស់គាត់ជួនកាលគាត់ប្រច័ណ្ឌខុសរឿងដូច្នេះធ្វើឲ្យភាគីម្ខាងទៀតមានអារម្មណ៍ថាអ្នកដូចអត់មានយល់តម្លៃខ្ញុំសោះខ្ញុំនឹងមិនប្រព្រឹត្តអំពើទាំងអស់ហ្នឹងទេប៉ុន្តែនៅពេលដែលយើងប្រច័ណ្ឌច្រើនពេកធ្វើឲ្យដៃគូម្ខាងទៀតគាត់មានអារម្មណ៍ថាគាត់អត់មានតម្លៃដូច្នេះហើយស្នេហាមួយគឺជាការយល់ដឹងស្នេហាគឺជាការយល់ដឹងចាអរគុណបង
ចាអរគុណចាទៅកាន់ជាមីដែលធ្វើការបកស្រាយយ៉ាងក្បោះក្បាយតែម្ដងបងស្ដាប់យ៉ាងជក់ចិត្តដែរណាអរគុណហើយវគ្គក្រោយនឹងមានសំណួរជាបន្តទៀតដើម្បីជម្រាបសួរទៅកាន់ចាអេឌីណាក៏ដូចជាជីមីផងដែរនៅពេលនេះចាសូមពេលវេលាសម្រាប់ពីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសិនយើងជួបជាមួយនឹងបទចម្រៀងពីលោកព្រាបសវត្ថិ អរគុណស្វាគមន៍កាន់វគ្គបន្តនៅក្នុងកម្មវិធីជីវិតនិងសុខភាពផ្លូវចិត្តហើយកាលពីវគ្គមុនយើងខ្ញុំក៏បានជម្រាបសួរទៅកាន់បងប្អូនអំពីចាអត្ថប្រយោជន៍នៃការយល់ដឹងតាក់ទងជាមួយនឹងចិត្តសាស្ត្រនៅក្នុងគ្រួសារឃើញថាការបកស្រាយរបស់បងប្អូនទាំងពីរក្បោះក្បាយមែនទែនដែលបងចាបងប្អូនទាំងពីរបានលើកនៅអំណះអំណាងជាច្រើនដើម្បីជម្រាបជូនទៅកាន់ប្រិយមិត្តដែលកំពុងតែបើកស្ដាប់ទាំងអស់គ្នាហើយវគ្គនេះក៏បងមានសំណួរជាបន្តទៀតដើម្បីធ្វើការសួរទៅកាន់បងប្អូនទាំងពីរ ចាឌីណាមុនចាសំណួររបស់ម៉ងសួរថាតើបើសិនជាចាសហគមន៍មួយមានបញ្ហាថាតើអ្នកចិត្តសាស្ត្រចូលរួមដោះស្រាយនៅបញ្ហាទាំងអស់ហ្នឹងបានយ៉ាងដូចម្ដេចខ្លះចាឌីណាបាទសូមអរគុណបងសម្រាប់សំណួរថាតើនៅពេលដែលសហគមន៍មួយមានបញ្ហាតើទូនទីអ្នកចិត្តសាស្ត្រហ្នឹងទៅធ្វើអីជាមួយពួកគាត់បាទជាដំបូងក្នុងនាមជាអ្នកចិត្តសាស្ត្រអញ្ចឹងយើងអាចដឹងថាពួកគាត់មានបញ្ហាអីទេដើម្បីឲ្យយើងដឹងថាបញ្ហាហ្នឹងតើទីមួយយើងត្រូវធ្វើម៉េចដំបូងឡើយបញ្ហាវាកើតឡើងប៉ុន្តែយើងដឹងថាវាកើតឡើងដោយសារអីអញ្ចឹងនៅពេលទួនាទីអ្នកចិត្តសាស្ត្រគាត់ចុះទៅមិនមែនចុះទៅមើលថាបញ្ហាហ្នឹងគាត់នឹកឃើញខ្លួនឯងគាត់ទៅទេអ្នកចិត្តសាស្ត្រគាត់ធ្វើការស្រាវជ្រាវគាត់ធ្វើសិក្សាទៅលើថាតើសហគមន៍ហ្នឹងបញ្ហាហ្នឹងកើតឡើងដោយសារអីគាត់សិក្សាស្រាវជ្រាវថាសហគមន៍ហ្នឹងកើតឡើងដោយសារបញ្ហានេះអញ្ចឹងនៅពេលដែលគាត់សិក្សាមួយហើយឧទាហរណ៍ដូចជាភាពក្រីក្រតើកត្តាអីដែលធ្វើឲ្យមានភាពក្រីក្រដល់ប្រជាពលរដ្ឋតើកត្តាហ្នឹងដូចការឡើងស្អីមានដូចជាឬក៏គាត់ហ្នឹងព្រឹកឡើងគាត់ផឹកដាស្រាគាត់មានអំពើហិង្សាច្រើនក្នុងគ្រួសារការលេងតម្បែងការប្រើប្រាស់គ្រឿងញៀនអីហ្នឹងតើវាមកពីកត្តាហ្នឹងឬមកពីកត្តាផ្សេងទៀតដែលធ្វើឲ្យពួកគាត់មានភាពក្រីក្រអញ្ចឹងយើងធ្វើការសិក្សាស្រាវជ្រាវទៅលើគម្រោងនីមួយៗដើម្បីធ្វើការជួយទៅលើដល់ពួកគាត់នៅពេលដែលយើងសិក្សាស្រាវជ្រាវឃើញហើយថាអូមកពីកត្តាកមកពីកត្តាខដែលធ្វើឲ្យពួកគាត់មានភាពក្រីក្រអញ្ចឹងបន្ទាប់មកក្នុងនាមអ្នកចិត្តសាស្ត្រយើងធ្វើការសហការជាមួយដៃគូដូចជាស្ថាប័នអង្គការស្ថាប័នរដ្ឋរបស់រដ្ឋាភិបាលហើយនឹងអង្គការស្ថាប័នផ្សេងទៀតដែលពាក់ព័ន្ធដូចជាអង្គការដែលជួយគាំទ្រទៅលើសុខភាពផ្លូវចិត្តអីហ្នឹងហើយនឹងជួយរកមុខរបរឲ្យប្រជាពលរដ្ឋអញ្ចឹងយើងធ្វើការសហការជាមួយស្ថាប័នទាំងអស់ហ្នឹងយើងចុះទៅសហគមន៍ពួកគាត់យើងធ្វើការចុះបញ្ជ្រាបថាហេតុផលអ្វីបានជាបញ្ហាហ្នឹងកើតឡើងក្នុងសហគមន៍គាត់ហើយយើងធ្វើការបញ្យល់គាត់ជួយគាត់តាមរយៈកត្តាដូចជាការបង្រៀនវគ្គខ្លីៗអំពីទូនាទីរបស់គ្រួសារការផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងគ្រឿងញៀនបាទហើយនឹងការអប់រំច្បាប់ផ្សេងៗដល់ពួកគាត់ដើម្បីឲ្យគាត់មានការយល់ដឹងបន្ទាប់មកយើងធ្វើការជួយជាលក្ខណៈផ្ដល់ប្រឹក្សាការងារការប្រឹក្សាជាលក្ខណៈគ្រួសារការផ្ដល់ប្រឹក្សាជាលក្ខណៈបុគ្គលដើម្បីជួយដល់ពួកគាត់ដើម្បីឲ្យសហគមន៍របស់គាត់នឹងមានជីវភាពរីកចម្រើនជាងមុនដោយសារយើងសិក្សាស្រាវជ្រាវឃើញថាមកពីកត្តាអីដែលធ្វើឲ្យពួកគាត់មានបញ្ហាអញ្ចឹងយើងដាក់ជាគម្រោងទៅឲ្យថាយើងចុះទៅនឹងដើម្បីជួយពួកគាត់យើងមាន3គម្រោងអីចឹងទៅឬក៏3ហេតុផលដែលពួកគាត់ធ្វើឲ្យពួកគាត់ក្រីក្រអញ្ចឹងយើងមានអានឹងចាស់ហើយយើងមានវត្ថុអំណរមានគោលដៅច្បាស់លាស់ដើម្បីជួយដល់ពួកគាត់អញ្ចឹងវិធីសាស្ត្រងាយស្រួលដើម្បីដែលយើងជួយដល់ពួកគាត់បាទចាអរគុណអញ្ចឹងមានតែប៉ុណ្្នឹងទេឌីណាបាទអរគុណរីចាជីមីវិញមានអ្វីជាការបន្ថែមពីលើគំនិតដែលចាឌីណាបានជម្រាបជូនទៅកាន់ប្រិយមិត្តអ្នកស្ដាប់អំបញ្ញមិញទេចាអរគុណបងហើយក៏សូមបន្ថែមទៅលើចំណុចរបស់ឌីណាដែរមិនបន្ថែមអីច្រើនទេព្រោះការបកស្រាយហ្នឹងគឺបានច្រើនហើយបញ្ហានៅក្នុងសហគមន៍ដូចជាឌីណាបានរៀបរាប់ខាងលើហើយក៏សូមបន្ថែមមួយទៀតដែរ
គ្រួសារឬក៏សហគមន៍ដែលនៅទីដាច់ស្រយាលប្រហែលជាគាត់មានបញ្ហាខាងផ្នែកកង្វះនៅភាពអនាម័យការកង្វះនៅភាពអនាម័យហ្នឹងឲ្យធ្វើឲ្យគាត់មានជំងឺដង្កាត់ផ្សេងជាច្រើនដូច្នេះអ្នកចិត្តសាស្ត្រមានតួនាទីមួយគឺចុះទៅការអប់រំរបស់គាត់ហើយក៏មានតួនាទីក្នុងការទំនាក់ទំនងជាមួយនឹងស្ថាប័នដូចជាអង្គការផ្សេងឲ្យគាត់ជួយចូលរួមជាមួយយើងក្នុងការអប់រំនិងផ្ដល់នៅអ្វីដែលจะថាភាពធ្វើយ៉ាងណាទើបមានអនាម័យល្អទើបគាត់មានសុខភាពល្អសុខភាពគាត់អត់ល្អគាត់រោគប្រាក់ចំណូលបានគាត់ចំណាយទៅខាងជំងឺរបស់គាត់ដូច្នេះហើយជីវភាពកាន់តែដុនដាបធ្វើឲ្យគាត់មានភាពក្រីក្រកើតឡើងមួយទៀតឌីណាបានលើកឡើងអំពីអំពើហិង្សាការផឹកស្រាការលេងល្បែងអីជាដើមហ្នឹងមួយទៀតខ្ញុំសូមបន្ថែមទៅលើចំណុចមួយដែលយើងនិយាយពី gender ការដែលមិនយល់ពីសមភាព gender នឹងហើយដែលធ្វើឲ្យមានចំនួនក្នុងក្រុមគ្រួសារមិនចេះចប់មិនចេះហើយ gender នឹងមានន័យថាបរិសុទ្ធហើយស្ត្រីគាត់អត់យល់តម្លៃតើភាពជាបរិសុទ្ធនឹងគាត់ត្រូវធ្វើអីគេខ្លះហើយភាពជាស្ត្រីនឹងមិនខ្លះអញ្ចឹងមានន័យថាតម្លៃតួនាទីនឹងសិទ្ធគឺគាត់មានដូចគ្នាការងារនៅក្នុងគ្រួសារគឺគាត់អាចចូលរួមដូចគ្នាស្ត្រីអាចរកប្រាក់ចំណូលក៏អាចរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសាររបស់គាត់ហើយបរិសុទ្ធក្រៅពីការរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារក៏គាត់អាចជួយនៅបន្ទុកភរិយាដែរការសហការគ្នានេះហើយដែលធ្វើឲ្យគាត់មានសុភមង្គលក្នុងក្រុមគ្រួសារភាពសុភមង្គលនេះហើយដែលធ្វើឲ្យគាត់ចាប់ដៃគ្នាក្នុងការរកស៊ីដែលធ្វើជីវភាពគ្រួសារគាត់បានល្អសហគមន៍របស់គាត់ក៏ទៅតាមនឹងដែរចាអរគុណបងសូមបន្ថែមប៉ុណ្ណឹងចាអរគុណទៅដល់បងប្អូនទាំងពីរដែលធ្វើការបកស្រាយតាក់ទងជាមួយនឹងចាការចូលរួមរបស់ក្រមចាចិត្តវិទ្យាទៅលើសហគមន៍មួយត្រូវហើយវិជាការពិតព្រោះថាបើសិនបើយើងគ្មានការស្រាវជ្រាវសិក្សាច្បាស់លាស់អំពីកម្រិតជីវភាពតាំងពីការរស់នៅចាការប្រកបនៅមុខរបរអាជីវកម្មរបស់គាត់ផ្សេងទេនោះយើងមិនដឹងអំពីបញ្ហាទាំងអស់ហ្នឹងអរគុណឃើញថាដោយសារតែពេលវេលារបស់បងបានមកដល់ទីបញ្ចប់ទៅហើយចាក៏សូមអរគុណទៅដល់បងប្អូនទាំងពីរក្រុមចាដែលបានចូលរួមថ្ងៃនេះចាជាចុងក្រោយចាសូមតំណាងក្រុមមួយរូបនៅក្នុងការសង្ខេបឡើងវិញចាអំពីខ្លឹមសារនៃកម្មវិធីរបស់យើងថ្ងៃនេះចាតាសូមអញ្ជើញឌីណាបាទសូមអរគុណបងបាទជាចុងក្រោយដោយសារនាទីយើងជិតអស់ផងដែរខ្ញុំសូមសង្ខេបតែបន្តិចទេអញ្ចឹងតើតើទៅលើការប្រើប្រាស់ឬក៏ការប្រើប្រាស់វិស័យចិត្តវិទ្យាទៅលើជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋហ្នឹងវាពិតជាមានសារៈសំខាន់បើសិនជាយើងមានការយល់ដឹងច្រើនអំពីវិស័យនេះបាទមិនថាឲ្យគាត់មកសិក្សាមករៀនឬក៏បញ្ជូនកូនមករៀនផ្នែកហ្នឹងទេប៉ុន្តែពួកយើងគាត់ចង់បង្ហាញថាពួកគាត់បើសិនជាគាត់ប្រើប្រាស់វិធីសាស្ត្រដែលគាត់បានយល់ពីពួកគាត់ពីសហគមន៍របស់គាត់ផ្ទាល់និងចំណេះដឹងផ្សេងៗដែលគាត់បានស្ដាប់បានអានពីសភៅពីវិទ្យុពីទូរទស្សន៍ផ្សេងៗហ្នឹងដើម្បីអនុវត្តដល់ជីវភាពរបស់ពួកគាត់ព្រោះគោលបំណងកម្មវិធីយើងគឺធ្វើដើម្បីបញ្ជាចំណេះដឹងដល់ពួកគាត់ដើម្បីពួកគាត់អាចយកទៅប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់បានណាបាទហើយការប្រើប្រាស់វិស័យចិត្តវិទ្យាទៅតាមអ្វីដែលពួកគាត់ទៅតាមជីវភាពរស់នៅរបស់គាត់ចាំថ្ងៃដូចជាការរស់នៅការរកស៊ីនិងមុខរបរផ្សេងៗហ្នឹងគាត់អាចប្រើប្រាស់បានមិនថាទៅលើការប្រឹក្សាបែបការងារការប្រឹក្សាបែបមុខរបរអីទេគឺយើងមានឱកាសក្នុងការប្រើប្រាស់វាបើសិនជាយើងមានការសិក្សាស្វែងយល់ពីតម្លៃរបស់វាបានច្រើនបាទអញ្ចឹងជាចុងក្រោយខ្ញុំគ្រាន់តែដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់ថាការប្រើប្រាស់វិស័យចិត្តវិទ្យាគឺមានសារៈសំខាន់សម្រាប់បុគ្គលផ្ទាល់សម្រាប់សហគមន៍សម្រាប់គ្រួសារគឺមានសារៈសំខាន់ណាស់បើសិនជាយើងសិក្សាស្វែងយល់វាឲ្យច្បាស់យើងនឹងមានប្រយោជន៍ច្រើនចំពោះខ្លួនឯងបាទចំពោះសហគមន៍និងចំពោះបុគ្គលផ្ទាល់បាទសូមអរគុណចាគុណឃើញថាកម្មវិធីជីវិតនិងសុខភាពផ្លូវចិត្តក៏បានមកដល់ទីបញ្ចប់ហើយសូមជម្រាបជូនទៅកាន់ប្រិយមិត្តដែលកំពុងតែបើកស្ដាប់ទាំងអស់គ្នាផងថាចាសប្តាហ៍ក្រោយនៅថ្ងៃសៅរ៍យើងនឹងមានចាវាគ្មិនអញ្ជើញចូលរួមដែលប្រធានបទរបស់យើងនិយាយអំពីការស្គាល់អំពីខ្លួនឯងតើការស្គាល់អំពីខ្លួនឯងវាមានអត្ថន័យយ៉ាងណាលោកវាគ្មិនចានឹងបកស្រាយរាល់បញ្ហាឬក៏ចម្ងល់
ចាពីប្រិមត្តដែលកំពុងតែបើកស្ដាប់ទាំងអស់គ្នាហើយយើងក៏មានការហៅទូរស័ព្ទចូលរួមនៅក្នុងកម្មវិធីនៅពេលដែលបងប្អូនមានបញ្ហាឬក៏ចម្ងល់តាក់ទងជាមួយនឹងប្រធានបទរបស់យើងដោយសារតែពេលវេលាបានមកដល់ទីបញ្ចប់គ្រប់ជូនពរទៅដល់ប្រិមត្តដែលកំពុងតែបើកស្ដាប់ទាំងអស់គ្នាជួបប្រទះតែសេចក្តីសុខសុវត្ថិភាពរាល់ការធ្វើដំណើរគណៈពេលនេះវត្តមាននឹងខ្ញុំបញ្ញាក៏ដូចជាបងប្អូនទាំងពីររូបសូមអរគុណសូមជម្រាបលា